សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Solo Podcast Episode 2 ប្រធានបទដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺជាសំណួរដ៏សំខាន់មួយរបស់មនុស្សជាច្រើនជាពិសេសចំពោះបងប្អូនដែលទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្នាក់ទី12ឬក៏ជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យនាពេលបច្ចុប្បន្នសំណួររបស់យើងនោះគឺតើក្នុងនាមជានិស្សិតយើងគួរតែរៀនឲ្យចប់សិនទើបចូលធ្វើការឬក៏យើងគួរតែរៀនផងហើយធ្វើការផងរៀនមិនដែលធ្វើការមិនដែលខ្ញុំគិតថាបងប្អូនក៏ប្រហែលជាធ្លាប់បានសួរខ្លួនឯងសួររៀមច្បងឬក៏សួរគ្រួសារប៉ាម៉ាក់អំពីសំណួរនេះផងដែរសូម្បីតែខ្ញុំខ្លួនឯងផ្ទាល់ក៏ធ្លាប់បានសាកសួរនៅសំណួរមួយនេះដែរថាពេលដែលខ្ញុំចូលរៀនសាកលវិទ្យាល័យខ្ញុំគួរតែរៀនឲ្យចប់សិនទើបចូលធ្វើការឬក៏ខ្ញុំរៀនផងធ្វើការផងអានេះជាសំណួរដែលខ្ញុំបានសួរខ្លួនឯងតាំងពីពេលដំបូងដែលបានឈានចូលទៅកាន់ការសិក្សាថ្នាក់សាកលវិទ្យាល័យដូច្នេះថ្ងៃនេះយើងនឹងមកជជែកវែកញែកទៅលើលក្ខខណ្ឌទាំងពីរខាងលើថាតើយើងគួរតែជ្រើសរើសនៅលក្ខខណ្ឌណាមួយដែលមានភាពល្អប្រសើរជាងមតិទី1គឺរៀនឲ្យចប់សិនសឹមចូលធ្វើការជាការពិតមិនអាចប្រកែកបានការសិក្សាជារឿងដ៏សំខាន់ហើយវារឹតតែសំខាន់ទៀតនៅពេលដែលយើងសិក្សានៅសាកលវិទ្យាល័យមានន័យថាយើងជានិស្សិតគ្រប់រូបត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រព្រោះលទ្ធភាពសមត្ថភាពហើយអនាគតរបស់យើងថាយើងអាចបម្រើការនិងទទួលបានប្រាក់ចំណូលល្អគឺពឹងផ្អែកលើរយៈពេល4ឆ្នាំនេះហើយនៅពេលដែលយើងរៀនសុទ្ធតែម្ដងណាមានន័យថាយើងអត់បែកអារម្មណ៍ទៅណាទេគឺយើងប្រឹងតែរៀនមួយមុខតែម្យ៉ាងគត់យើងអត់បែកអារម្មណ៍ហើយកម្លាំងរបស់យើងគឺពេញលេញតែម្ដងមានន័យថាអារម្មណ៍យើងគឺរឿងតែមួយសំខាន់បំផុតរបស់យើងរៀងរាល់ថ្ងៃគឺការរៀនយើងអត់បែកអារម្មណ៍ទៅណាផ្សេងទេអាហ្នឹងទៅធ្វើឲ្យយើងមានកម្លាំងសិក្សាពេញលេញតែម្ដងហើយយើងអាចរៀនបានច្បាស់លាស់ហើយស្រាវជ្រាវបានកាន់តែជ្រៅទៀតពីព្រោះនៅពេលដែលយើងរៀនតែមួយមុខយើងរៀននៅសាកលវិទ្យាល័យចប់មកដល់ផ្ទះយើងអាចស្រាវជ្រាវទៅលើវាបន្ថែមអាចធ្វើឲ្យយើងកាន់តែពង្រីកចំណេះដឹងខ្លួនឯងហើយច្បាស់លាស់ទៅលើជំនាញដែលយើងកំពុងតែរៀនហ្នឹងមានន័យថាបើគ្រូបរៀនមួយមេរៀនហ្នឹងយើងចេះយើងចាំហើយយើងបានច្បាស់លាស់ទៅលើមេរៀនហ្នឹងអញ្ចឹងនៅពេលប្រឡងអត់មិនជាពិបាកទេមានន័យថាលោកគ្រូអ្នកគ្រូគាត់បរៀនមកយើងចាប់បានគាត់បរៀនមកយើងចាប់បានតែម្ដងហើយពេលវេលាដែលនៅផ្ទះណានៅពេលដែលយើងក្រៅពីរៀននៅសាលាហ្នឹងមកផ្ទះហ្នឹងយើងក៏នៅតែអាចបន្តរំលឹកមេរៀនយើងរៀនបន្ថែមទៅលើវាអាហ្នឹងជារឿងកត្តាសំខាន់ដែលនៅពេលដែលយើងរៀនតែម្យ៉ាងរៀនតែមួយមុខណាអត់ធ្វើការអីទាំងអស់ទេទាំងអស់គ្នាអញ្ចឹងអាហ្នឹងជាប្រយោជន៍មួយហើយនៅពេលដែលយើងរៀនតែមួយមុខហ្នឹងហើយបើយើងជាអ្នករៀនមែនណានោះវាអត់មានអីដែលរារាំងថាយើងអាចរៀនពូកែបានទេនៅសាកលវិទ្យាល័យអាហ្នឹងត្រូវតែអញ្ចឹងពីព្រោះថា100%របស់យើងគឺផ្ដោតទៅលើរឿងហ្នឹងតែម្យ៉ាងខ្ញុំផ្ទាល់ក៏ខ្ញុំបានធ្លាប់សាកដែរការចូលដំបូងខ្ញុំដូចជាចំណាយពេលរៀនសុទ្ធតែម្ដងអាហ្នឹងចាប់បានតែម្ដងសប្បាយចិត្តដែរអ្នកនរគ្នានៅពេលដែលយើងរៀនចាប់បានគ្រូបញ្យល់មកយើងចាប់បានហើយពីព្រោះហេតុអីយើងរៀនពេលនៅសាលាហ្នឹងហើយនៅពេលដែលទៅផ្ទះវិញយើងមានពេលរំលឹកវាហើយយើងស្រាវជ្រាវបន្ថែមទៅលើនឹងទៀតលើសមេរៀនដែលលោកគ្រូបានបរៀនយើងទៀតអញ្ចឹងទៅពេលតែសប្តាហ៍ក្រោយជួបគាត់ទៀតគាត់បរៀនមេរៀនដែលយើងមេរៀនដែលគាត់ត្រូវបរៀនហ្នឹងអាមេរៀនហ្នឹងយើងបានស្រាវជ្រាវមុនហើយអញ្ចឹងរឿងអីដែលយើងអត់ច្បាស់ដូច្នេះនៅពេលដែលយើងរៀនតែម្យ៉ាងគត់នោះយើងនឹងមានលទ្ធភាពសមត្ថភាពហើយពេលវេលារបស់យើងពេញលេញមែនទែនដែលយើងផ្ដោតតែទៅលើវាតែមួយរឿងដូច្នេះច្បាស់ណាស់ថាបើសិនជាយើងជាអ្នករៀនមែនយើងប្រឹងរៀនមែននោះមិនមានអីដែលមករារាំងថាយើងមិនអាចរៀនពូកែនៅសាកលវិទ្យាល័យទេហើយឈ្មោះរបស់យើងប្រកាសជានៅលើកំពូលនឹងឯងយើងមើលពីលើមកឃើញឈ្មោះរបស់យើងតែម្ដងនៅពេលដែលចេញលទ្ធផលប្រឡងណាហើយការប្រឡងរបស់យើងក៏ស្រួលដែរពីព្រោះនៅពេលដែលមុនការប្រឡងយើងមានពេលវេលាត្រៀមខ្លួនបានច្រើននោះការប្រឡងរបស់យើងក៏វាទទួលបានលទ្ធផលល្អប្រសើរទៅតាមនឹងដែរដូច្នេះចូលមកកាន់មតិទី2វិញ
នៅពេលដែលយើងរៀនផងធ្វើការផងតើអាហ្នឹងមិនដែរទៅយោបល់នេះក៏ល្អដែរថ្វីត្បិតតែយើងមិនមានពេលសល់ពេលទេណាថាពេលវេលាយើងចាប់ផ្ដើមខើចហើយយើងផ្ដល់ចែកទៅជារឿងពីររឿងមួយការសិក្សាហើយរឿងមួយទៀតគឺទៅលើការធ្វើការយើងអត់មានពេលដែលរៀនបន្ថែមបានស្រាវជ្រាវច្បាស់លាស់ដូចមុនទេពីព្រោះពេលវេលារបស់យើងមិនមែន100%ដូចមុនទេយើងចាប់ផ្ដើមបែងចែក50-50ឬក៏មានភាគរយណាទៅតាមរបស់យើងជាក់ស្ដែងខ្លួនឯងអញ្ចឹងនៅពេលដែលមានការប្រឡងឧទាហរណ៍ថាប្រឡងថ្ងៃស្អែកប៉ុន្តែថ្ងៃនេះពេលល្ងាចហើយពេលយប់ដល់ពេលយប់ទៀតយើងជាប់ធ្វើការសុទ្ធតែម្ដងអញ្ចឹងសួរថាពេលវេលាណាដែលយើងអាចរំលឹកយើងគិតថានៅពេលដែលយើងចេញពីធ្វើការមកថាឧទាហរណ៍ថាម៉ោង8ចុះម៉ោង8ម៉ោង9នេះចឹងទៅមកដល់ផ្ទះយើងហូបបាយហើយយើងគិតថាយើងអាចមើលមេរៀនយើងអាចមើលបានប៉ុន្តែអឺខ្ញុំគិតថាកម្លាំងរបស់យើងអត់ពេញទេពីព្រោះយើងធ្វើការហត់ហើយនៅក្នុងការធ្វើកិច្ចការនេះបើសិនជាយើងធ្វើការ part time 4ម៉ោងវាប៉ះពាល់ដែរប៉ុន្តែប៉ះពាល់តិចតួចដោយសារតែយើងនៅមានកម្លាំងដែលអាចផ្ដោតទៅលើការសិក្សាបានប៉ុន្តែបើយើងធ្វើការ full time 8ម៉ោងពីថ្ងៃដល់យប់ហើយគឺពិបាកមែនទែនចំពោះខ្ញុំផ្ទាល់ខ្ញុំរៀនសកលនៅពេលព្រឹកអញ្ចឹងពេលវេលាដែលខ្ញុំអាចធ្វើការបានចាប់ពីម៉ោង1រហូតដល់ពេលយប់ដូច្នេះសម្រាប់ខ្ញុំផ្ទាល់ជាបទពិសោធន៍ទេណាគឺយើងពិបាកនឹងផ្ដោតទៅលើការរៀនបន្តទៀតនៅពេលដែលយើងត្រឡប់ពីធ្វើការមកវិញតែរឿងពីរសំខាន់ដែលយើងនឹងទទួលបាននៅពេលដែលយើងធ្វើការបណ្ដើររៀនបណ្ដើរនោះទីមួយទាំងអស់គ្នាដឹងហើយគឺយើងនឹងទទួលបាននូវប្រាក់ចំណូលនេះដើម្បីផ្គត់ផ្គង់មកលើខ្លួនឯងផងហើយក៏អាចមកចំណាយទៀតយើងអាចជួយផ្គត់ផ្គង់ទៅលើគ្រួសាររំលែកបន្ទុករបស់គ្រួសារមួយចំនួនដែរអាហ្នឹងគឺជារឿងសំខាន់ទីមួយតែម្ដងដែលនៅពេលដែលយើងធ្វើការយើងនឹងទទួលបាននូវប្រាក់ខែរឿងទីពីរនោះគឺបទពិសោធន៍នេះសំខាន់សម្រាប់ខ្ញុំបទពិសោធន៍សំខាន់មែនទែនសំខាន់មិនដឹងថាយើងនឹងនិយាយថាម៉េចឲ្យត្រូវណាពីព្រោះថាបទពិសោធន៍នេះយើងយកអីទៅទិញវាក៏អត់បានដែរហើយរៀនបណ្ដើរធ្វើការបណ្ដើរយើងនឹងមើលឃើញពិភពលោកនេះធំជាងមុនទាំងអស់គ្នាធ្លាប់បានឃើញរូបភាពមួយដែលគេដាក់ថាយើងជាកូនក្មេងមួយណានៅពេលដែលគេដាក់យើងរូបកូនក្មេងទៅហើយពីលើគេដាក់អក្សរថាមុនចូលហ្វឹកហាត់ការងារបន្ទាប់មកវាមានទូមួយដែលគេដើរចូលទៅណាហើយអាហ្នឹងមានថាទូហ្នឹងជាកន្លែងដែលយើងហ្វឹកហាត់ការងារបន្ទាប់ពីចេញមកវិញយើងក្លាយទៅជាអ្នកពេញវ័យមួយដែលមានពាក់អាវធំអាហ្នឹងគេចង់សំដៅថាយើងមានភាពទំនួលខុសត្រូវយើងមានសមត្ថភាពនៅក្នុងការធ្វើការអញ្ចឹងរវាងអ្នកដែលធ្លាប់ធ្វើការហើយនិងអ្នកដែលមិនធ្លាប់ធ្វើការយើងឃើញថាភាពខុសគ្នាមែនទែនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាខ្ញុំខុសគ្នាមែនទែននៅពេលដែលចូលធ្វើការដំបូងមានមិត្តភក្តិខ្ញុំមួយដែលចូលធ្វើការជាមួយគ្នាគាត់ធ្លាប់ធ្វើការពីមុនហើយខ្ញុំអត់ធ្លាប់ទេនោះជាការងារដំបូងរបស់ខ្ញុំប៉ុន្តែការងាររបស់ខ្ញុំហ្នឹងមិនមែនជាការងារកន្លែងរបស់ខ្ញុំហ្នឹងមិនជាការងារដំបូងរបស់គាត់ទេអញ្ចឹងខ្ញុំឃើញថាភាពខុសប្លែកគ្នាមែនទែនគាត់យល់ពីការងារគាត់ដឹងថាការងារហ្នឹងមានមានទំនួលខុសត្រូវបែបណាត្រូវបំពេញការងារបែបណាត្រូវប្រាស្រ័យទាក់ទងត្រូវរៀបចំត្រូវចាត់ចែងបែបណាប៉ុន្តែខ្ញុំអត់ដឹងទេទាំងអស់ថ្មីជ្រើងតែម្ដងអញ្ចឹងទើបខ្ញុំនិយាយថាការធ្វើការនេះវាធ្វើឲ្យយើងឃើញពិភពលោកបានធំជាងមុនអញ្ចឹងចូលមកដល់ចំពោះខ្ញុំផ្ទាល់វិញតើខ្ញុំយល់បែបណាដែរចំពោះខ្ញុំបានសាកល្បងទាំងពីរគ្រាន់ថាការដែលរៀនសូត្រហ្នឹងគឺមានរយៈពេលខ្លីជាងអាចថាត្រឹមតែកន្លះឆ្នាំទី1ទេបន្ទាប់មកឈប់មេទី2ខ្ញុំចាប់ផ្ដើមចូលធ្វើការហើយជាទស្សនៈរបស់ខ្ញុំផ្ទាល់ជាអ្វីដែលធ្លាប់ឆ្លងកាត់អឺការរៀនសូត្រគឺច្បាស់ណាស់តែយើងនឹងផ្ដោតទៅលើការសិក្សាបានច្រើនបានល្អប្រសើរហើយលទ្ធផលនៃការសិក្សារៀនសូត្ររបស់យើងហ្នឹងក៏មានភាពវិជ្ជមានច្រើនដែរប៉ុន្តែនៅពេលដែលយើងចូលធ្វើការទាំងរៀនផងធ្វើការផងអានេះមិនមែនជារឿងងាយស្រួលទេទាំងអស់គ្នាខ្ញុំធ្លាប់បានឆ្លងកាត់ទាំងការធ្វើការអឺក្រៅម៉ោងឬយើងហៅថា part time ហើយពេញម៉ោង full time ហ្នឹងអឺ part time ខ្ញុំធ្វើរយៈពេល4ម៉ោងហើយ full time ខ្ញុំធ្វើ8ម៉ោងអញ្ចឹងបើប្រៀបធៀប
ទាំងពីរហ្នឹងវិញខ្ញុំឃើញថាការធ្វើការមិនថាយើងធ្វើការ part time ឬក៏ full time ទេគឺការសិក្សារបស់យើងបើសម្រាប់ខ្ញុំផ្ទាល់ណាគឺការសិក្សារបស់ខ្ញុំធ្លាក់ចុះអានេះជាអីដែលអត់ប្រកែកបានទេពីព្រោះថានៅពេលដែលខ្ញុំធ្វើការនៅពេលដែលចេញពីធ្វើការមកវិញអារម្មណ៍របស់ខ្ញុំគឺមានតែមួយចង់ហូបបាយហើយយើងសម្រាកទៅព្រោះយើងខត់មួយថ្ងៃហើយបើសិនជាទាំងអស់គ្នាធ្វើការទៅលើ customer service ឬក៏យើងមានអីដែលត្រូវដោះស្រាយច្រើននៅកន្លែងធ្វើការណាយើងប្រើប្រាស់ខួរក្បាលច្រើនយើងស្រឡឹងច្រើនស្រឡឹងទៅលើកញ្ចក់កុំព្យូទ័រហ្នឹងអញ្ចឹងមកផ្ទះវិញអឺមុជទឹកហូបបាយហើយគឺចង់សម្រាកហើយព្រោះយើងអស់កម្លាំងមែនទែនយើងពិបាកនឹងត្រឡប់ទៅមើលមេរៀនហ្នឹងណាប៉ុន្តែអានេះជាកាលៈទេសៈជាខ្លួនរបស់ខ្ញុំផ្ទាល់ទេប៉ុន្តែខ្ញុំឃើញមិត្តភក្តិខ្ញុំមួយចំនួនទៀតដែលគាត់រៀនផងធ្វើការផងប៉ុន្តែនៅតែអាចរក្សាគុណភាពនៃការសិក្សារបស់គាត់មានន័យថាពីមុនគាត់ធ្លាប់បានចំណាត់ថ្នាក់លេខ1នៅអឺនៃការប្រឡងនេះទៅអញ្ចឹងនៅពេលដែលគាត់រៀនផងធ្វើការផងបើទោះបីជាគាត់មិនអាចរក្សាលេខ1ប៉ុន្តែគាត់មិនធ្លាក់ខ្លាំងត្រឹមលេខ4លេខ5អញ្ចឹងណាវាខុសពីខ្ញុំដែលនៅពេលខ្ញុំធ្វើការវាធ្លាក់ខ្លាំងមែនទែនអញ្ចឹងបើទោះបីជាយ៉ាងណាក៏ដោយជាទស្សនៈរបស់ខ្ញុំជាការលើកទឹកចិត្តឲ្យទាំងអស់គ្នាគួរតែធ្វើការផងរៀនផងពីព្រោះដូចខ្ញុំនិយាយចឹងបទពិសោធន៍ជាអ្វីដែលមិនអាចទិញបានទេអញ្ចឹងបើយើងធ្វើការតាំងពីឆ្នាំទី1យើងមានបទពិសោធន៍តែ4ឆ្នាំហើយបន្ទាប់ពីយើងចប់សាកលវិទ្យាល័យយើងមានបទពិសោធន៍ក្នុងដៃហើយអញ្ចឹង4ឆ្នាំបទពិសោធន៍របស់យើងប៉ុន្តែនៅក្នុងចំណុចនេះវាអាស្រ័យទៅលើយើងម្នាក់ៗដែរមានន័យថាម៉េចវាអាស្រ័យទៅលើជំនាញដែលយើងរៀនទៅលើពេលវេលានៃសាលារបស់យើងឧទាហរណ៍ថាទាំងអស់គ្នារៀនជំនាញដែលគេតម្រូវឲ្យរៀនពេញមួយថ្ងៃតែម្ដងរៀនព្រឹកហើយរៀនដល់ថ្ងៃល្ងាចបានចេញអញ្ចឹងអាហ្នឹងដែលយើងធ្វើការក៏វាអត់កើតដែរដូច្នេះខ្ញុំនិយាយថាវាអាស្រ័យទៅលើកាលៈទេសៈផ្ទាល់ខ្លួនអាស្រ័យទៅលើពេលវេលានៃការសិក្សារបស់សាលាអាស្រ័យទៅលើជំនាញរបស់ទាំងអស់គ្នាឧទាហរណ៍ថាជំនាញទាំងអស់គ្នាតម្រូវឲ្យផ្ដោតខ្លាំងមែនទែនទៅលើការសិក្សាត្រូវតែរៀនឲ្យខ្លាំងបើសិនជាយើងរៀនអត់ខ្លាំងទេយើងចេញមកយើងធ្វើការអត់កើតនោះទាំងអស់គ្នាគួរតែរៀនហើយគួរតែផ្ដោតទៅលើការរៀននឹងឯងត្រូវតែរៀនហើយរៀនឲ្យខ្លាំងពីព្រោះថាជំនាញរបស់យើងត្រូវការប្រឹងឲ្យខ្លាំងហ្នឹងយើងអាចទៅធ្វើការផងបានទេហើយមួយទៀតទៅលើពេលវេលានៃសាលារបស់ទាំងអស់គ្នាបើសិនជាពេលវេលានៃការសិក្សាទៅលើសាកលវិទ្យាល័យរបស់យើងគេតម្រូវឲ្យរៀនពេញមួយថ្ងៃអញ្ចឹងយើងចង់ធ្វើការក៏អត់កើតដែរនោះគឺទាំងអស់គ្នាត្រូវតែរៀននឹងឯងប៉ុន្តែសម្រាប់បើសិនបើយើងរៀនមកព្រឹកឬក៏រៀនមួយថ្ងៃឬក៏យើងអាចរៀននៅពេលយប់ពីម៉ោង5ទៅដល់ម៉ោង8 8កន្លះហ្នឹងអាហ្នឹងយើងអាចរកការងារធ្វើបានអញ្ចឹងបើសិនជាទាំងអស់គ្នាស្ថិតនៅក្នុងកាលៈទេសៈបែបហ្នឹងដែលយើងរៀនយើងអាចនិយាយថាយើងរៀនតែមួយព្រឹករៀនមួយថ្ងៃឬក៏រៀនតែពេលល្ងាចដល់យប់ហ្នឹងជាការលើកទឹកចិត្តខ្ញុំលើកទឹកចិត្តឲ្យធ្វើការផងរៀនផងពីព្រោះថាយើងនឹងទទួលបាននៅបទពិសោធន៍ទៅលើជំនាញដែលយើងបានសិក្សាហ្នឹងខ្ញុំអាចបញ្ជាក់ទាំងអស់គ្នាបន្តិចថាការងារនេះមិនប្រាកដថាការងារដំបូងរបស់យើងជាការងារដែលត្រូវនឹងជំនាញរបស់យើងទេគឺវាពិបាកពីព្រោះយើងទើបតែរៀនបានឆ្នាំទី1អញ្ចឹងការងារដែលត្រូវនឹងជំនាញរបស់យើងវាពិបាកនឹងរកហើយអញ្ចឹងការងារប្រកាសជាខុសទៅលើជំនាញប៉ុន្តែបើសិនបើទាំងអស់គ្នាបានទទួលបានការងារដែលត្រូវនឹងជំនាញរបស់យើងណាអានោះគឺជារឿងពិសេសមែនតើវិសេសវិសាលហើយប៉ុន្តែបើសិនជាអត់ត្រូវជំនាញយើងអាចធ្វើវាសិនបានជាការងារដែលខ្ញុំធ្លាប់ធ្វើតែម្ដងគឺទៅលើ Customer Service ទៅលើផ្សេងៗដែលគេរើសinternship ហ្នឹងណាអញ្ចឹងយើងអាចសាកល្បងដាក់បាន internship នេះអឺប្រាក់បៀវត្សដែលយើងទទួលបានដូចជាមិនសូវជាច្រើនទេប៉ុន្តែវាអាស្រ័យទៅលើក្រុមហ៊ុនដែលយើងបានដាក់ដែរអញ្ចឹងយើងអាចជជែកជាមួយគាត់ទៅប៉ុន្តែជាការដំបូងដែលយើងអត់ធ្លាប់មានបទពិសោធន៍សោះប្រហែលជាយើងបានក្នុងលក្ខណៈសមរម្យមួយប៉ុន្តែវាមិនជាច្រើនណាស់ទេអញ្ចឹងយើងអាចដាក់បានដើម្បីសន្សំបទពិសោធន៍របស់យើងសិនទាំងអស់គ្នាធ្វើហើយយើងធ្វើយូរៗទៅយើងនឹងបានស្វែងយល់ពីខ្លួនឯងស្វែងយល់អំពីការងារកន្លែងនេះមានន័យថាយើងស្វែងយល់អំពីខ្លួនឯងថាតើយើងស្រឡាញ់ការងារបែបហ្នឹងអត់ឧទាហរណ៍ថាយើងធ្វើ
ទៅលើក្រុមហ៊ុន A អញ្ចឹងទៅអញ្ចឹងនៅពេលក្រុមហ៊ុន A វិស័យ A អញ្ចឹងនៅពេលដែលយើងធ្វើទៅឲ្យយើងនឹងដឹងខ្លួនឯងថាតើយើងចូលចិត្តទៅលើការងារបែបហ្នឹងអត់ហើយនៅពេលដែលយើងរៀនចប់យើងនឹងបន្តធ្វើការងារបែបហ្នឹងទៀតអត់បើសិនបើយើងអត់ចង់ទេយើងមើលឃើញខ្លួនឯងថាយើងអត់ស័ក្តិសមជាមួយការងារហ្នឹងហើយយើងក៏មិនចូលចិត្តទៅលើការងារហ្នឹងទៀតទាំងគ្នាអាច move បានយើងទៅស្វែងរកវិស័យផ្សេងទៀតរហូតតតែជួបថាយើងពេញចិត្តទៅលើវិស័យការងារបែបហ្នឹងចំពោះខ្ញុំផ្ទាល់តែម្ដងខ្ញុំធ្វើការងារទី1ធ្វើការងារទី2តាក់ទងជាមួយនឹងយើងជួបមនុស្សច្រើនយើងធ្វើតាក់ទងជាមួយនឹងខាងស៊ឺវីសអញ្ចឹងខ្ញុំច្បាស់ខ្លួនឯងតែម្ដងថាខ្ញុំអត់ចូលចិត្តការងារបែបហ្នឹងទេខ្ញុំអត់ចូលចិត្តការងារដែលត្រូវជួបមនុស្សផ្សេងច្រើនដែលយើងអត់ស្គាល់គ្នាណារហូតហ្នឹងទេពីព្រោះខ្ញុំត្រូវការកន្លែងមួយ space មួយដែលខ្ញុំអាចធ្វើការតែក្រុមការងារតែអ្នកដែលយើងស្គាល់ប៉ុណ្ណឹងចប់ខ្ញុំអត់ត្រូវការជួបភ្ញៀវឬក៏យើងអាចនិយាយថាខ្ញុំជាមនុស្ស introvert ដែរអញ្ចឹងជួបមនុស្សប្លែកមុខច្រើនក៏អារម្មណ៍យើងវាអត់សូវស្ងប់ដែរប៉ុន្តែយ៉ាងណាការងារទាំងអស់ហ្នឹងវាបានបរៀនខ្ញុំឲ្យខ្ញុំមានភាពក្លាហានជាងមុនឲ្យខ្ញុំមានទំនាក់ទំនងនៅក្នុងសង្គមល្អប្រសើរជាងមុនហើយយើងឃើញមនុស្សគឺយើងអត់ពិបាកអារម្មណ៍របស់យើងវាអត់ខ្ញុំពិបាកនឹងនិយាយទាំងអស់គ្នាថាវាអត់នេះទាំងអស់គ្នាវាអត់ peace វាអត់សន្តិភាពសម្រាប់អារម្មណ៍របស់យើងណាហើយនៅពេលដែលយើងរៀនផងធ្វើការផងវាធ្វើឲ្យយើងមានភាពស្ទាត់ជំនាញទៅលើការចាត់ចែងលុយនិយាយត្រង់គឺចាត់ចែងទៅលើប្រាក់ខែរបស់យើងនឹងឯងអញ្ចឹងនៅពេលដែលដំបូងយើងអត់ដឹងថាយើងត្រូវចាត់ចែងប្រាក់ខែបែបណាយើងគួរតែមានការបែងចែកបែបណាហើយយើងធ្វើបែបណាទេពីព្រោះយើងក្មេងខ្ចីហើយនៅពេលដែលយើងប្រាក់ខែមកដល់ដៃយើងគិតថានឹងជាលុយរបស់យើងគួរតែចំណាយអីទៅលើអីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តទិញអីដែលខ្លួនឯងចង់បានអាហ្នឹងដូចជាអីដែលខ្ញុំធ្លាប់លឺណាខ្ញុំផ្ទាល់ខ្លួនឯងក៏អញ្ចឹងដែរអឺប្រាក់ខែដំបូងរបស់យើងចំណាយទៅលើអីដែលយើងចង់បានទៅលើអីដែលយើងស្រឡាញ់ហើយយើងចំណាយទៅលើខ្លួនឯងពីព្រោះយើងគិតថាអានេះជាប្រាក់ខែដែលយើងខិតខំធ្វើការមកអញ្ចឹងនៅពេលដែលយើងធ្វើការយូរទៅយើងនឹងចេះចាត់ចែងទៅលើប្រាក់ខែបានប្រសើរជាងមុនហើយយើងមានភាពស្ទាត់ជំនាញជាងមុនអាទាំងអស់ហ្នឹងដែលជួយទៅដល់ហិរញ្ញវត្ថុរបស់យើងផ្ទាល់ខ្លួនទៅជួយទៅដល់ការរក្សាទុកនៅចំណូលរបស់យើងប្រើប្រាស់ទៅពេលវេលាចាំបាច់ណាមួយអញ្ចឹងជាការសរុបចុងក្រោយប្រសិនបើទាំងអស់គ្នាជំនាញទាំងអស់គ្នាហ្នឹងមិនតម្រូវឲ្យផ្ដោតខ្លាំងទេផ្ដោតពីព្រោះថានៅពេលជំនាញខ្លះយើងអត់ផ្ដោតខ្លាំងយើងធ្វើការអត់កើតនៅពេលដែលយើងចប់4ឆ្នាំណាហើយប្រសិនបើសាលារបស់យើងមិនជាការរៀនពេញមួយថ្ងៃទេយើងគួរតែឆ្លៀតក្នុងការធ្វើការងារទៅមិនថាជាការងារ internship ប្រសិនបើយើងអត់អាចរកការងារដែលត្រូវជំនាញរបស់យើងបានយើងអាចធ្វើការងារអ្វីផ្សេងយកបទពិសោធន៍មកសិនហើយប្រសិនបើឆ្នាំទី2ឆ្នាំទី3យើងរកឃើញការងារផ្សេងដែលត្រូវនឹងជំនាញរបស់យើងអានោះយើងគួរតែប្ដូរទៅកាន់អឺការងារដែលត្រូវនឹងជំនាញរបស់យើងទៅមិនថាទាំងអស់គ្នាគូសារមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់របស់យើងប៉ុណ្ណាទេជាយោបល់របស់ខ្ញុំផ្ទាល់នៅតែនិយាយថាយើងគួរតែរៀនផងធ្វើការផងអានេះជាបទពិសោធន៍ដែលយើងអាចទទួលបាននៅក្នុងវិស័យការងារយើងទទួលបានប្រាក់ចំណូលហើយយើងនឹងអាចអភិវឌ្ឍខ្លួនបានប្រសើរជាងមុនជាងដែលយើងរៀនតែនៅក្នុងសាលាតែមួយមុខទើបខ្ញុំនិយាយថានៅពេលដែលយើងរៀនផងធ្វើការផងយើងមើលឃើញពិភពលោកនេះវាធំជាងមុនយើងអាចរៀបចំខ្លួនយើងអាចរៀបចំអត្តចរិតយើងអាចរៀបចំការប្រាស្រ័យទំនាក់ទំនងរៀបចំអនាគតរបស់យើងបានច្រើនជាងការដែលយើងអត់បានចូលប្រឡូកទៅក្នុងវិស័យការងារជាថ្មីម្ដងទៀតអានេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំជាអីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយជាមតិផ្ទាល់ខ្លួនទៅលើអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហ្នឹងទៅខ្ញុំគិតថាគួរតែរៀនផងធ្វើការផងអញ្ចឹងបើសិនបើទាំងអស់គ្នាមានមតិបែបណាគាំទ្រទៅលើមតិទី1យើងរៀនឲ្យចប់សិនសិមចូលធ្វើការឬក៏ទាំងអស់គ្នាយល់ថាយើងគួរតែរៀនផងធ្វើការផងឬក៏មានមតិបែបណាផ្សេងក្រៅពីនេះទៀតអាចបញ្ចេញមតិនៅក្នុង comment ខាងក្រោមបានអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទៅលើ Solo Podcast អេពីសូតទី2ហើយយើងនឹងជួបគ្នានៅអេពីសូតទី3បន្តទៀត